ខ្ញុំបានចំណាយពេល2ថ្ងៃដើម្បីឡើងទៅកាន់កំពូលភ្នំអូរ៉ាល់ដែលជាភ្នំខ្ពស់ជាងគេបំផុតនៅកម្ពុជាហើយបានទៅឃើញសាកសពយន្តហោះធ្លាក់ដែលជាគោលដៅមួយគេចង់ឃើញបំផុតនៅពេលដែលមកដល់ទីនេះហើយនៅតាមផ្លូវទៅដល់កន្លែងសាកសពយន្តហោះធ្លាក់នេះគឺដូចជារូបភាពនៅក្នុងភាពយន្តអញ្ចឹងហើយជាពិសេសខ្ញុំបានទៅដល់ទឹកធ្លាក់លាក់ខ្លួនមួយកន្លែងដែលស្រស់ស្អាតដូចជាគំនូរ Finally I'm here yes Oral Mountain 1813 ម៉ែត្រ Yes I can do it Yes ការសម្រេចចិត្តឡើងភ្នំអូរ៉ានេះគឺជា challenge ដ៏ធំបំផុតមួយដែរសម្រាប់ខ្ញុំពីព្រោះថាខ្ញុំមិនមែនជាមនុស្សដែលប្រសពឡើងភ្នំទេក៏ប៉ុន្តែខ្ញុំហ៊ាននិយាយថាឡើងភ្នំអូរ៉ាល់នេះលំបាកជាងទៅខ្នងផ្សារអីឆ្ងាយមែនតើក៏ប៉ុន្តែមានហេតុផលមួយគត់ដែលជំរុញឲ្យខ្ញុំមកដល់ទីនេះគឺអារម្មណ៍មោទកភាពដែលយើងជាកូនខ្មែរអាចឡើងភ្នំដែលខ្ពស់ជាងគេបំផុតនៅកម្ពុជាកម្ពស់1813ម៉ែត្រដែលចំណាយពេលជាទូទៅដេក2យប់បានឡើងទៅដល់បើសម្រាប់មួយយប់គឺរៀងបាក់កម្លាំងមែនតើហើយអ្នកអត់ប្រសពឡើងភ្នំមួយទៀតអាចនឹងហត់ខ្លាំងហើយខ្ញុំមកនេះតែម្នាក់ឯងទេបងប្អូនគ្រាន់តែខ្ញុំមកជាមួយនឹងធัวដែលគេរៀបចំស្រាប់អញ្ចឹងទៅខ្ញុំគិតថាអត់មានបញ្ហាទេយើងមកទៅស្គាល់គេស្គាល់ឯងហើយមកធัวអញ្ចឹងទៅគេរៀបចំឲ្យអស់ហើយយើងត្រៀមតែកម្លាំងកាយចិត្តហើយឲ្យសុខភាពល្អទៅយើងអាចឡើងទៅដល់គោលដៅហើយ We Active ភេសជ្ជៈកីឡាដំបូងគេរបស់ប្រទេសកម្ពុជាបំពេញនិងរក្សាជាតិទឹកព្រមទាំងសារធាតុរ៉ែបានល្អហើយឆាប់រហ័ស 1400ម៉ែត្រទៀតណាអារ៉ាស្ថិតនៅជួរភ្នំអី ប្រវែង ខេត្តអី ខេត្តកំពង់ស្ពឺ កម្ពស់ម៉ាន កម្ពស់3ពោក3គីឡូអូ no 7គីឡូចុច I don't know អញ្ចឹងខ្ញុំមកដល់នេះចំណាយពេល2យប់3ថ្ងៃបងប្អូនខ្ញុំមកពេលព្រឹកថ្ងៃសុក្រថ្ងៃអាទិត្យពេលថ្ងៃគឺចុះទៅវិញមកដល់ទីនេះខ្ញុំគិតថាស័ក្តិសមមែនទែននៅក្នុងការចំណាយពេលវេលាយើងបានមកឃើញធម្មជាតិដែលលាក់ខ្លួននៅក្នុងព្រៃយ៉ាងជ្រៅបានមកឃើញជីវៈចម្រុះផ្សេងៗដែលយើងកម្រឃើញបំផុតនៅក្នុងជីវិតហើយនៅក្នុងវីដេអូមួយនេះខ្ញុំបង្ហាញបងប្អូនពីកន្លែងដែលយើងត្រូវទៅបោះតង់ដេកនិងឡើងទៅកំពូលសិនហើយនៅមានកន្លែងផ្សេងៗទៀតដោយសារតែមាន history មានចំណុចច្រើនដែលត្រូវនិយាយអញ្ចឹងទៅខ្ញុំលើកទៅដាក់វីដេអូក្រោយៗទៀតដូច្នេះពីការចាប់ផ្ដើមរហូតដល់កន្លែងយើងបោះតង់ហ្នឹងខ្ញុំចំណាយពេលពីម៉ោង9ដល់ម៉ោង3ជាងអូយច្រើនម៉ោងដែរហើយការដើរហ្នឹងមានចំណុចខ្លះក៏ស្រួលមានចំណុចខ្លះក៏ពិបាកកន្លែងតោងខ្សែពួរហ្នឹងរៀងពិបាកពេលឡើងអត់អីបងប្អូនពេលចុះមកវិញអូយខ្ញុំខ្លាចខ្ពស់អញ្ចឹងស្រាវមែនតើពេលចុះមកពេលឡើងអត់អីទេអញ្ចឹងទម្រាំតែដល់ដំណាក់ទី2ដែលយើងបោះតង់សម្រាប់ហ្នឹងគឺខ្ញុំទៅដល់ម៉ោង3ជាងនឹងឯងហើយដូចបងប្អូនបានដឹងនៅក្នុងសកម្មភាពរបស់ខ្ញុំមិនថាធ្វើដំណើរកម្សាន្តសកម្មភាពកីឡាគឺខ្ញុំត្រូវការភេសជ្ជៈ We Active ដែលជាភេសជ្ជៈកីឡាដំបូងបំផុតនៅកម្ពុជាដែលអាចបំពេញនិងរក្សាជាតិទឹកបានល្អហើយឡើងភ្នំអីចិត្តទៀតរឹតតែត្រូវការតែម្ដងដើម្បីធ្វើឲ្យខ្លួនប្រាណយើងមានជាតិទឹកគ្រប់គ្រាន់មានថាមពលដើម្បីទៅដល់គោលដៅនៅដំណាក់ទី2នេះបងប្អូនបាច់បារម្ភទេណាបើទៅមួយធូរគេរៀបចំហូបអីឲ្យអស់អាហ្នឹងអូខេហើយកន្លែងបោះតង់អីក៏ស្អាតបន្ទប់ទឹកក៏ស្អាតដែរស្អាតមែនតើបន្ទប់ទឹកអីខ្ពស់អញ្ចឹងមិនដឹកស្មានថាស្អាតបែបនេះទេទឹកត្រជាក់ស្រួលមែនតើមិនដឹងដកប្រហែលអង្សាទេត្រជាក់យកទៅមែនតើហ្មងញ៉ាំបាយញ៉ាំអីហើយហ្នឹងបងប្អូនអើយខ្ញុំដេកកំពូលដេកតាំងម៉ោង7ល្ងាចរហូតដល់ពេលព្រឹកវិញម៉ោង5ដឹងខ្លួនណាហើយយើងរៀបចំបាយអីខ្ចប់ដាក់តាមខ្លួននេះហើយពេលព្រឹកថ្ងៃទី2ហ្នឹងណាម៉ោង8ជាង7:09ខ្ញុំឡើងទៅដំណាក់ទី3ដែលលើកំពូលភ្នំអូរ៉ាល់កម្ពស់1813ម៉ែត្រខ្ញុំទៅដល់ម៉ោង11ជាងដំណាក់ទី2នេះរៀងស្រួលដោយសារតែយើងមានកម្លាំងហើយផ្លូវដែលយើងទៅដល់នេះហ្មងអូយស្អាតមែនតើបងប្អូនស្អាតខ្លាំងណាស់នេះបងប្អូននេះដើមឈើគេល្បីដើមឈើអាវតាហ្នឹងអូយស្អាតមែនតើចឹងមិនថាធម្មជាតិមិនដឹងយកអីមកប្រៀបផ្ទឹមបានណាអស្ចារ្យមែនតើគ្រាន់ថាយើងឡើងព្រមទៅរៀងហត់បងប្អូនថតរូបអីមិនស្អាតក៏តាមហ្នឹងអធិស្ឋានផងហើយយើងឡើងមកដល់កំពូលហើយណាឃើញអាស្រមដែលជាកន្លែងយើងអាចមកគោរពហើយជាគោលដៅដែលខ្ពស់ជាងគេបំផុតដែលយើងបងប្រាថ្នាគ្រប់គ្នាមិនធម្មតាទេ1813ម៉ែត្រអាចនិយាយបានថាមិនត្រឹមតែខ្ពស់ជាងគេបំផុតសម្រាប់ភ្នំទេមិនដឹងថារោទីណាដែលខ្ពស់ជាងទីនេះទៀតទេអាចនឹងខុសនីវ៉ូអីហ្នឹងខ្ញុំអត់សូវដឹងដែរគ្រាន់ថាបើអាគារអីមិនទាន់មានដល់1គីឡូម៉ែត្រអញ្ចឹងណាគិតជាគីឡូ72គីឡូម៉ែត្រកំពូលភ្នំអូរ៉ាល់នេះគ្រាន់តែដូចខ្ញុំបាននិយាយអញ្ចឹងបងប្អូននៅលើនេះបើថាឲ្យទេសភាពស្អាតអីដូចតំបន់ដែលគេល្បីផ្សេងទៀតគឺអត់ទេក៏ប៉ុន្តែយើងមកទទួលបទពិសោធន៍មួយដែលយើងអាចឡើងមកដល់ភ្នំដែលខ្ពស់ជាងគេបំផុតមកឃើញធម្មជាតិដែលរក្សាបានច្រើនមែនតើហើយជាពិសេសគឺសម្បូរទៅដោយជីវៈចម្រុះដើមឈើផ្សេងដែល
ដូចជារឿងប្រេងនិទានដែលយើងមិនធ្លាប់ឃើញពីមុនមកអ្វីដែលខ្ញុំចង់ឲ្យបងប្អូនសាកល្បងឬក៏ជំរុញឲ្យបងប្អូនមកលេងតំបន់បែបនេះគឺជួយច្រើនមែនទែនទៅដល់សហគមន៍ដែលគាត់រកចំណូលឥឡូវនេះបើថាបងប្អូនអត់កម្លាំងមានអ្នកជួយយួរអញ្ចឹងយើងជួយយើងដូចជាជួយជំរុញជីវភាពគាត់ឲ្យកាន់តែល្អប្រសើរអញ្ចឹងនេះសាច់ថាឲ្យនិយាយខ្លីកាត់ទៅជា3 4វីដេអូនៅប៉ុណ្្នេះបងប្អូនអញ្ចឹងយើងជួបគ្នានៅវីដេអូក្រោយទៀតនឹងមានអ្វីដែលពិសេសដែលខ្ញុំគិតថាអូយអស្ចារ្យមែនតើខ្ញុំទៅដល់ខ្ញុំរំភើបរកពីអីនិយាយអត់បានអញ្ចឹងជួបគ្នានៅវីដេអូក្រោយ